សួស្តីអ្នកទាំងអស់គ្នាមកកាន់ម៉ោងរៀនមុខវិជ្ជាគីមី Breaking Bad រដូវកាលទី1វគ្គ2ហេតុការណ៍បន្តពីវគ្គមុននៅខណៈដែលគាត់កំពុងសាកសងជាមួយនឹងប្រពន្ធតែនៅសុកជំងឺរបស់គាត់ក៏ចាប់ផ្ដើមធ្វើទុកគាត់ប្រញាប់រត់ចូលទៅក្នុងបន្ទប់ទឹកដោយមិនប្រាប់ពីហេតុផលអ្វីទាំងអស់គាត់បានលាងមុខដើម្បីធ្វើឲ្យអាការៈរបស់គាត់ប្រសើរឡើងជាងមុនហើយបានឆ្លងកញ្ចក់និងគិតពិចារណាថាគាត់ដើរចូលផ្លូវងងឹតឆ្ងាយប៉ុណ្ណាហើយ Walter ក៏បាននឹកដល់អ្វីដែលកើតឡើងកាលពី12ម៉ោងមុននៅពេលដែលគាត់ធ្វើការបោះសម្អាតកន្លែងកើតហេតុដើម្បីបំបត្តិភស្តុតាងដំបូងគាត់ក៏មិនភ្លេចកំទេចវីដេអូដែលគាត់ថតទុកចំណែកឡានដែលធ្លាក់ផ្លូវគាត់ក៏បានជួលឡានមកអូសចេញគ្រប់យ៉ាងដំណើរទៅយ៉ាងរលូនតែបញ្ហាគឺ Walter ខ្លួនឯងគាត់ដែលកំពុងភ័យក៏និយាយគ្រប់យ៉ាងនៃការឡើងវិលទៅវិលមកវល់ពេញនោះអ្នកដែលមកជួយអូសក៏មិនចង់ដឹងពីហេតុផលថែមទាំងរំខានជាមួយនឹង Walter ហើយបន្ទាប់ពីនោះនៅពេលដែលត្រូវបង់ថ្លៃទឹកចិត្តអ្នកដែលមកជួយ Walter ក៏គ្មានលុយឲ្យទើប JC បានយកលុយរបស់ Grace ដែលសាមទឹកហុចទៅអ្នកដែលមកជួយដែលឃើញថាហុចឲ្យមក$200ក៏សង្ស័យថាឲ្យមកច្រើនម្ល៉េះតែ Walter ដែលគិតថាមិនគ្រប់ក៏បានហុចឲ្យទៅមួយចំនួនទៀតការអូសឡានដំណើរទៅយ៉ាងរលូនតែបញ្ហាគឺភ្ញៀវ2នាក់ដែលដេកក្នុងឡានរបស់ពួកគេទម្លាក់ពួកវាចោលនៅទីនេះក៏មិនបានព្រោះវានឹងខ្លាចជាភស្តុតាងទើប Walter សម្រេចចិត្តនឹងយកសពនេះទៅចោលកន្លែងផ្សេង Walter បានប្រាប់ JC ថាចប់បញ្ហានេះកាលណាយើងចែកផ្លូវគ្នាគ្រប់យ៉ាងដែលកើតឡើងនឹងខ្លាចជារឿងសម្ងាត់រវាងពួកយើងទាំងពីរទៅជារៀងរហូត JC ក៏យល់ស្របតែលុយដែលបានមកគាត់សុំច្រើនជាង2ដងតែពួកគេទាំងពីរមិនទាន់ចរចាគ្នាចប់ក៏មានសំឡេងក្អកពីក្រោយឡានព្រោះ Grace នៅរស់ចំណែក Elimio ស្លាប់ទៅហើយត្រឡប់មកពេលបច្ចុប្បន្ន Walter ដួលសន្លប់នៅក្នុងបន្ទប់ទឹកដឹងខ្លួនមកម្ដងទៀតក៏ភ្លឺហើយបន្ទាប់ពីនោះគាត់ក៏បានទៅហូបអាហារពេលព្រឹកជាមួយនឹងគ្រួសារតាមធម្មតាដូចគ្មានអ្វីកើតឡើងតែនៅពេលនោះស្រាប់តែមាននរណាម្នាក់ទេចូលទូរស័ព្ទផ្ទះរបស់ពួកគេ Walter កំចង់ទទួលព្រោះគាត់ខ្លាចវាតាក់ទងនឹងបញ្ហាដែលកើតឡើងគាត់បានបណ្ដោយទូរស័ព្ទនោះរោមួយសន្ទុះរហូតដល់មានការផ្ញើសារសម្លេងទុកហើយសម្លេងដែលផ្ញើសារនោះវាជាសម្លេងរបស់ JC ដែលបាននិយាយថាគាត់តាក់ទងមកពីក្រុមហ៊ុនមួយភ្លាមៗដែល Walter ដឹងថានោះជា JC គាត់ក៏ប្រញាប់ទៅទទួលយ៉ាងលឿន JC ចាប់ផ្ដើមរអ៊ូពី Grace ដែលមិនទាន់ស្លាប់វារើទៅរើមកពេញឡានប្រសិនបើវាដឹងខ្លួនពេលណាប្រកាសជារកផ្លូវរត់ហើយគាត់នៅពេលនេះ stress នឹងរឿងនេះយ៉ាងខ្លាំងចង់ឈួតហើយមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបន្ត Walter ក៏មិនខុសឲ្យពី JC ដែរតែគាត់ក៏ព្យាយាមធ្វើដូចជានិយាយជាមួយនឹងក្រុមហ៊ុនលក់អីវ៉ាន់ដើម្បីធ្វើឲ្យប្រពន្ធរបស់គាត់មិនសង្ស័យនៅពេលដែល Skyler ដើរមកជិត Walter ក៏ប្រញាប់បិទទូរស័ព្ទប្រកាសណាស់ Skyler ចាប់ផ្ដើមសង្ស័យពីប្តីនាងហើយទើបនៅពេលដែល Walter និងកូនចេញពីផ្ទះនាងក៏ប្រញាប់តាក់ទងទៅលេខនោះវិញតែក៏គ្មានអ្នកទទួលមានតែសារដែលប្រាប់ពីលេខទូរស័ព្ទ Skyler ក៏ប្រញាប់កាត់វាទោះជាសំឡេងអ្នកនិយាយនោះវាឆ្លើយខ្លាំងណាស់ហើយនេះវាក៏ធ្វើឲ្យនាងរឹតតែសង្ស័យលើប្តីនាងថាហេតុអ្វីបានជាមានទំនាក់ទំនងជាមួយនឹងក្មេងជំទង់ដែលគ្មានសីលធម៌បែបនេះរី Walter ដែលទៅដល់សាលាគាត់ក៏ចូលបង្រៀនតាមធម្មតាគាត់បង្រៀនតាក់ទងនឹងសារធាតុគីមីម្យ៉ាងដែលម៉ូលេគុលរបស់វាស្រដៀងគ្នាតែវានឹងឲ្យផលខុសគ្នារវាងម៉ូលេគុល A និងម៉ូលេគុល B ប្រសិនបើយកសារធាតុ A ឲ្យអ្នកមានគភ៌វានឹងជួយកាត់បន្ថយការចាញ់កូនតែបើឲ្យសារធាតុ B កូនរបស់នាងក្នុងពោះនឹងពិការនិយាយដល់ត្រឹមនេះទឹកមុខរបស់គាត់ក៏ផ្លាស់ប្ដូរនេះអាចជាមូលហេតុដែលធ្វើឲ្យ Junior កូនរបស់គាត់មិនអាចដើរបានដូចធម្មតាពេលបង្រៀនចប់ហើយ Walter ក៏បានចូលទៅក្នុងបន្ទប់ទុកសារធាតុគីមីមុននឹងបានយកអាស៊ីត fluoric ពីដបធំចេញមកបដូរមក JC នៅពេលនេះកំពុងព្យាយាមលាបម្សៅដើម្បីបិទបាំងស្នាមជាំនៅភ្នែកដើម្បីកុំឲ្យអ្នកដែលឃើញសង្ស័យថាគាត់ទៅត្រូវអ្វីមកនៅពេលនោះដែរគាត់ក៏បានឮសំឡេងមិនប្រក្រតីចេញពីផ្ទះឡាន JC ក៏ប្រញាប់កាន់ដំបងដើរចេញមកមើលនៅពេលដែលគាត់ទៅដល់ក៏ត្រូវភ្ញាក់ផ្អើលព្រោះទ្វារឡានបើកទុកទើបគាត់បានចូលទៅមើលក្នុងឡានហើយឃើញតែសពរបស់ Elimio រីឯ Grace ក៏បាត់ខ្លួនទៅហើយបន្សល់ទុកតែស្កុតដែលរោមដៃជ្រុះនៅម្ដុំនោះចំណែក Walter ដែលកំពុងធ្វើដំណើរទៅផ្ទះរបស់ JC ក៏ចៃដន្យទៅជួបនឹង Grace ដែលដើររេទៅរេមកកណ្ដាលថ្នល់ Walter ដែលឃើញក៏ភ្ញាក់ផ្អើលហើយស្រែកថាហេតុអីបានមកនៅទីនេះបានហើយគាត់ក៏ប្រញាប់បត់ឡានត្រឡប់ទៅទទួល Grace វិញ Walter ព្យាយាមហៅ Grace ឲ្យឡើងឡានតែ Grace ដែលឃើញមុខរបស់ Walter ក៏ប្រញាប់រត់ទៅដោយភាពភ័យខ្លាចតែក៏សួយរត់ទៅបុកដើមឈើបណ្ដាលឲ្យសន្លប់ទៅ Walter ក៏មិនចាំយូរប្រញាប់ទៅអូស Grace ញាត់គូឡានសំណាងល្អនៅពេលនោះគ្មាននរណាឃើញហេតុការណ៍ដែលកើតឡើងចំណែក Skyler នាងក៏បានយកលេខទូរស័ព្ទដែលនាងបានមកឆែកតាមអ៊ីនធឺណិតប្រកាសណាស់នាងក៏អាចរកឃើញថែមទាំងវាមាន link ទៅ website ផ្សេងទៀតពេលចូលទៅក៏បានឃើញ profile ដ៏លយរបស់ JC មានរូបគូជាមួយនឹងស្រីហើយកញ្ឆាហើយនាងក៏បានឃើញទៀតថា JC រៀននៅមហាវិទ្យាល័យដែល Walter ធ្វើការ Skyler ដែលឃើញក៏រត់តែសង្ស័យលើប្តីនាងខ្លាំងជាងមុនត្រឡប់ទៅ Walter និង JC នៅពេលនេះពួកគេទាំងពីរក៏បានយក Grace ទៅដាក់ក្នុងបន្ទប់ក្រោមដីដោយ Grace នៅពេលនេះមិនទាន់ស្លាប់ទេតែបញ្ហាគឺពួកគេនឹងធ្វើយ៉ាងម៉េចបន្តមុននឹងសម្រេចចិត្តអ្វី Walter ក៏ចង់ដឹងគ្រប់យ៉ាងតាក់ទងនឹង Grace ចាប់ផ្ដើមពីឈ្មោះពិតមុន JC ក៏បានប្រាប់ថាវាមានឈ្មោះតែ Grace CS ជាសាច់ញាតិរបស់ Emilio ដែលស្លាប់ទៅហើយវាក៏មានលំដាប់ខ្ពស់ជាងពួកនៅតាមចិញ្ចើមថ្នល់ដូចជាគាត់ Walter ដែលឮក៏កាន់តែ stress ជាងមុនព្រោះពួកគេទៅលេងជាមួយនឹងពួកបងធំហើយនៅខណៈដែលពួកគេកំពុងប្រកែកគ្នាពីរឿងនេះក៏បានឮសំឡេងពីបន្ទប់ក្រោមដីនេះធ្វើពួកគេទាំងពីរដឹងខ្លួនថាពួកគេបានបង្កើតកំហុសឆ្គងដ៏ធ្ងន់ធ្ងរព្រោះមិនបានចងGraceទុកឲ្យស្រួលបួលប្រសិនបើវាធ្វើសន្លប់ហើយងើបមកយកអាវុធនៅពេលដែលបានឱកាសយើងប្រកាសជាសួយកាត់បានហើយពួកគេទាំងពីរក៏ប្រញាប់ចូលទៅត្រួតពិនិត្យបន្ទប់ក្រោមដីយ៉ាងប្រុងប្រយ័ត្នហើយពួកគេក៏បានឃើញថា
Great វាគ្រាន់តែស្រមុកតែប៉ុណ្ណោះតែ JC ក៏មិនព្រមឈប់គោនឹងបាននិយាយថាប្រហែលជាវាងើបទៅរកអាវុធតែរកមិនឃើញទើបបន្តធ្វើសន្លប់គិតបានបែបនោះពួកគេក៏ប្រញាប់បង្កើនប្រព័ន្ធសុវត្ថិភាព JC បានទៅកន្លែងចតឡាននិងយកមេសោចាក់កង់ម៉ូតូសាកយកមកចាក់នឹងកគាត់មើលថាវាដោះចេញឬអត់នៅពេលដែលឃើញថាមេសោប្រើការកើតក៏បានយកវាទៅចាក់ក Great ភ្ជាប់នឹងសសរហើយបាននិយាយថាបែបនេះគ្មានថ្ងៃរើរួចនោះទេក្រោយពីនោះពួកគេទាំងពីរក៏បានមកបន្តនិយាយគ្នាដើម្បីរកដំណោះស្រាយតែវាក៏មិនមែនជារឿងងាយស្រួលពួកគេទាំងពីរគិតតែប្រកែកគ្នាបោះកំហុសឲ្យគ្នាទៅវិញទៅមកដើម្បីរកអ្នកទទួលខុសត្រូវប្រកែកគ្នាមួយសន្ទុះ Walter ក៏នឹកឃើញថាមានសពរបស់ Elimio នៅក្នុងឡានម្នាក់ទៀតថែមទាំងនៅពេលនេះអាកាសធាតុក៏ក្តៅយ៉ាងខ្លាំងមិនយូរមិនឆាប់សពប្រកាសជាស្អុយយើងនឹងចាត់ការជាមួយនឹងវាដោយមិនឲ្យបន្សល់ផុសតាងអ្វីទាំងអស់ដោយប្រើអាស៊ីត Fluoric ដែលគាត់ត្រៀមមកដើម្បីរំលាយវា JC ដែលឮក៏ភ្ញាក់ព្រោះវាជាវិធីដែលប្រៃផ្សាយខ្លាំងពេក Walter ក៏សួរមានវិធីដែលល្អជាងនេះដែរអី JC ដែលមិនអាចរកវិធីដែលល្អជាងនេះក៏បានសួរថាចុះនរណាជាអ្នកធ្វើ Walter ក៏បានប្រាប់ថាយើងត្រូវចែកគ្នាយ៉ាងយុត្តិធម៌ម្នាក់ចាត់ការនឹងសពម្នាក់ទៀតត្រូវចាត់ការនឹង Great ទោះជា Walter និយាយរឿងទាំងអស់នោះចេញមកយ៉ាងចិត្តត្រជាក់តែដៃជើងរបស់គាត់ក៏ញ័រព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការសម្រេចចិត្តសម្រាប់មនុស្សឬកម្ចាត់សពទើបពួកគេសម្រេចចិត្តនឹងចែកតួនាទីគ្នាទៅតាមវាសនាដោយការលេងហ្គេមទេកៈគាត់បានឲ្យ JC រើសមុន JC ក៏បានសួរថាគាត់មិនរើបានអត់គាត់សុំជាអ្នករំលាយសព Walter ក៏ឆ្លើយមិនបានទេព្រោះហ្គេមបានចាប់ផ្ដើមហើយ JC ក៏បង្ខំចិត្តលេងគាត់បានទាយក្បាលហើយលទ្ធផលគាត់ក៏ជាអ្នកឈ្នះ Walter ក៏ប្រញាប់ប្រាប់ថាយើងគួរលេង2នៃ3ដងជាអ្នកឈ្នះប្រកាសណាស់ JC ក៏បដិសេធព្រោះគ្មាននរណាចង់ធ្វើការងារលំបាកនោះទេទើបក្រោយពីនោះ Walter បានទៅអង្គុយផឹកដើម្បីធ្វើចិត្តតែនៅពេលនោះ JC ដែលចេញទៅក្រៅក៏បានទូរស័ព្ទមករកគាត់ដើម្បីសួរតាក់ទងនឹងរបស់ដែលត្រូវប្រើដើម្បីដាក់អាស៊ីតគាត់ដឹងថាវាត្រូវការផ្លាស្ទិកបែបពិសេសតែពិសេសបែបណាគាត់អត់ដឹង Walter ក៏បានប្រាប់យកដែលមានសញ្ញាត្រីកោណដែលសរសេរថា LDPE JC ក៏រកឃើញហើយតែវាស្ដើងទៅបន្តិច Walter ក៏ប្រាប់មិនអីទេវាប្រើការបានហើយ JC ក៏ចង់ដឹងម្យ៉ាងទៀតថា Walter ចាត់ការហើយឬនៅ Walter ក៏បានឆ្លើយថានៅគាត់កំពុងធ្វើចិត្ត JC ក៏បាននិយាយថាមិនថាយ៉ាងម៉េច Great វាក៏មិនរស់ដែរទោះជាយកទៅមន្ទីរពេទ្យដូច្នេះយើងគួរប្រញាប់បញ្ជូនវាទៅសុគតិភពដើម្បីកុំឲ្យវេទនា Walter ក៏មិនបាននិយាយអ្វីហើយបានបិទទូរស័ព្ទទៅក្រោយពីនិយាយទូរស័ព្ទចប់ JC ក៏បានយកធុងជ័រទៅកន្លែងដែលគ្មានមនុស្សមើលឃើញមុននឹងសារចូលទៅអង្គុយក្នុងនោះយ៉ាងលំបាកវេទនាដើម្បីវាស់មើលថាធំល្មមនឹងប្រើការឬអត់រីឯ Walter ដែលកំពុងធ្វើចិត្តក៏បានទៅរើរករបស់លេងដែលល្មមដៃមិនថាកំបិតញញួរឬកំភ្លើងដែលច្រកទុកក្នុងថង់គាត់ដែលឃើញកំភ្លើងក៏មានចំណាប់អារម្មណ៍ឡើងមកតែចុងក្រោយក៏បដូរចិត្តនៅពេលនេះគាត់ក៏ក្រឡេកទៅឃើញថង់ដែលនៅក្នុងដៃគាត់ក៏សម្រេចចិត្តថានេះគឺជាអាវុធដែលស័ក្តិសមបំផុតគាត់បានដើរចុះទៅបន្ទប់ក្រោមដីជាមួយនឹងថង់លឿងដែលបានមកពេលចុះទៅដល់ Great ក៏ដឹងខ្លួនឡើងមកវិញហើយ Great ដែលបានឃើញ Walter ក៏ព្យាយាមស្រែកសុំជំនួយទោះជាសំឡេងមិនសូវជាឮមុននឹងបាននិយាយថាគាត់ស្រែកទឹកយ៉ាងខ្លាំង Walter ដែលឮក៏ប្រញាប់រត់ចេញមកវិញព្រោះចិត្តរបស់គាត់មិនចង់សម្លាប់នរណាតទៅទៀតហើយគាត់បានទៅបើកទូទឹកកកដើម្បីយកទឹកនិងនំដែលមានហើយបានរុញវាឲ្យទៅ Great ដែលត្រូវចាក់សោជាប់សសរ Walter មិនបានឲ្យត្រឹមតែទឹកនិងនំនោះទេគាត់ឲ្យធុងនិងក្រដាសទៀតផងមុននឹងដើរចេញទៅ Walter ក៏សង្កេតឃើញ Great កំពុងបកសម្បកនំប៉័ងទើបបានសួរទៅថាមិនចូលចិត្តវាមែនតែ Great ក៏បាននិយាយថាគាត់ចង់ដឹងម្យ៉ាងថាសាច់ញាតិរបស់គាត់ស្លាប់ឬនៅ Walter ដែលបានឮសំណួរនោះក៏មិនហ៊ាននឹងឆ្លើយហើយបានដើរចេញទៅគាត់ដែលត្រឡប់មកស្ងប់សតិអារម្មណ៍ម្ដងទៀតក៏បានឃើញកញ្ឆារបស់ JC គាត់ក៏មិនចាំយូរចាប់ដើមបង្ហុយវាដើម្បីកាត់បន្ថយ stress គាត់បន្តបង្ហុយរហូតដល់ JC ត្រឡប់មកវិញក៏មិនទាន់ឈប់ទើប JC បានសួរទៅថាចាត់ការហើយឬនៅបានជាធ្វើខ្លួនបែបនេះ Walter ក៏បានឆ្លើយថានៅមុននឹងបានសួរថាចុះរបស់ដែលគាត់ឲ្យទៅទិញ JC ក៏ឆ្លើយវាគ្មានធុងដែលធំល្មមនឹងដាក់មនុស្ស Walter ដែលកំពុងស្រវឹងក៏បានណែនាំថាអញ្ចឹងទិញមកពីររួចហើយកាត់ជាពីរកំណាត់ដាក់ចូលទៅ JC ដែលគ្រាន់តែស្រមៃតាមក៏ចង់ផ្អួតចេញមកវិញគាត់នឹងមិនធ្វើតាមវិធីនេះជាដាច់ខាតនៅពេលនោះ Walter ក៏បានមើលនាឡិកាហើយប្រាប់ថាគាត់មានធុរៈត្រូវធ្វើមុននឹងបានដើរចេញទៅបន្សល់ទុកតែ JC ដែលមិនដឹងថាត្រូវធ្វើអ្វីបន្តធុរៈសំខាន់របស់ Walter គឺនាំប្រពន្ធទៅអេកូមើលកូនក្នុងពោះដំណឹងល្អគឺពួកគេទាំងពីរបានកូនស្រីពួកគេទាំងពីររីករាយយ៉ាងខ្លាំងដែលបានដឹងពីរឿងនេះតែនៅពេលដែលពេទ្យដើរចេញទៅ Skyler ក៏បានសួរអ្វីដែលនាងចង់ដឹងថា JC ជានរណា Walter ដែលឮក៏ដឹងថាបញ្ហាថ្មីមកដល់ទៀតហើយ Walter ដឹងច្បាស់ណាស់ថាគាត់មិនអាចលាបាំងរឿងនេះពីនាងបានទើបបានប្រាប់ទៅថា JC ជាអ្នកលូកកញ្ឆាឲ្យគាត់វាមិនច្រើនទេកុំបារម្ភអី Skyler ដែលឮក៏មានអារម្មណ៍មិនពេញចិត្តនឹងប្រាប់ថាមិនមែនក្មេងទៀតទេឥឡូវនេះហើយកុំភ្លេចថា Hank គឺជា DEA Walter បានប្រាប់នាងទៅថាធ្វើចិត្តឲ្យត្រជាក់បន្តិចនៅពេលនេះគាត់មានអារម្មណ៍ថាគាត់មិនមែនជាខ្លួនគាត់ដោយរាល់ដងតែមិនថាយ៉ាងម៉េចគាត់ក៏នៅតែស្រឡាញ់នាងជានិច្ចអ្វីដែលគាត់ត្រូវការបំផុតនៅពេលនេះគឺកុំមករញ៉េរញ៉ៃជាមួយនឹងរឿងរបស់គាត់ប្រសិនបើធ្វើបានគាត់នឹងអរគុណយ៉ាងខ្លាំង Walter ចាំបាច់ត្រូវនិយាយបែបនេះដើម្បីកុំឲ្យបែកធ្លាយការពិតតែវាបែរជាធ្វើឲ្យបញ្ហារវាងពួកគេទាំងពីរកាន់តែធ្ងន់ធ្ងរឡើងនៅថ្ងៃបន្ទាប់ JC ក៏បានបឺតពេញទំហឹងដើម្បីធ្វើឲ្យខ្លួនគាត់ស្រវឹងគាត់ព្យាយាមធ្វើចិត្តឲ្យនឹងប្រាប់ខ្លួនឯងថានោះគ្រាន់តែជាដុំសាច់តែប៉ុណ្ណោះក្រោយពីធ្វើចិត្តបានហើយ JC ក៏បានទៅបើកទ្វារឡានដើម្បីយកចេញមកតែនៅខណៈដែលគាត់អូសវាចេញពីក្នុងឡានបញ្ហាក៏បានមកដល់ព្រោះ Skyler បានបើកឡានមកផ្ទះរបស់គាត់នាងចុះពីឡាន
បានឲ្យដើរសម្ដៅទៅរក JC ដែលកំពុងអូសពរីឯ JC ដែលឮសំឡេងបើកទ្វាររបងបេះដូងរបស់គាត់ស្ទើរឈប់លោតមុននឹងបានរត់ចូលទៅរារាំងដើម្បីកុំឲ្យនាងចូលមក Skyler ក៏ប្រាប់កុំប៉ះខ្លួននាងខ្លាំងពេកនាងកំពុងមានគភ៌តែសំណាងល្អនៅខណៈដែលនាងនិយាយនាងបែរខ្នងឲ្យសពទើបមិនបានសង្កេតឃើញ Skyler បានណែនាំខ្លួននាងនិងប្រាប់ថានាងជាប្រពន្ធរបស់ Walter ព្រមទាំងបានប្រាប់ទៀតថាប្អូនប្រុសរបស់នាងជាប៉ូលីសប្រឆាំងគ្រឿងញៀនហើយនាងក៏អាចតាក់ទងទៅបានគ្រប់ពេលវេលាបើនាងចង់ដូច្នេះហាមលក់កញ្ឆាឲ្យប្តីរបស់នាងតទៅទៀត JC ដែលបានឮពាក្យចុងក្រោយដែលនាងនិយាយគាត់ក៏មានអារម្មណ៍ថាបេះដូងរបស់គាត់ត្រឡប់មកលោតដូចធម្មតាព្រោះគាត់គិតថា Skyler បានឃើញគ្រប់យ៉ាងអស់ហើយ JC ប្រញាប់ទទួលពាក្យរបស់នាងដោយមិនស្ទាក់ស្ទើរក្រោយពីរួចខ្លួនមកបានដោយសារសំណាងគាត់ក៏ប្រញាប់អូសសពឡើងទៅជាន់ទី2ក្រោយពីចំណាយពេលមួយសន្ទុះគាត់ក៏អូសឡើងទៅបានមុននឹងបានយកវាទៅដាក់ក្នុងអាងទឹកបន្ទាប់មកពាក់ស្រោមដៃស្រោមមុខហើយចាក់អាស៊ីតខ្លាំងដើម្បីរំលាយវាក្រោយពីបញ្ចប់គ្រប់ដំណាក់កាលហើយគាត់ក៏បានមកបន្ថែមជាតិផ្សែងចូលរាងកាយនៅខណៈដែលគាត់កំពុងរងចាំឲ្យវារំលាយអស់ Walter ក៏បានដើរចូលមកភ្លាមដែល JC បានឃើញគាត់ក៏បានស្ដីបន្ទោសពីរឿងដែល Walter មានសាច់ញាតិជា DAA តែមិនព្រមប្រាប់ Walter ក៏បានសួរថាទៅដឹងវាមកពីណា JC ក៏ឆ្លើយប្រពន្ធរបស់គ្រូមកទីនេះកាលពីព្រឹកហើយហេតុអ្វីបានជាគ្រូប្រាប់ត្រឹមតែគាត់លក់កញ្ឆាឲ្យWalter ក៏ឆ្លើយវាប្រសើរជាងប្រាប់ថាពួកយើងផលិតថ្នាំនិងសម្លាប់មនុស្សក្រោយពីបន្តនិយាយគ្នាមួយសន្ទុះ Walter ក៏ធំផ្លិនអាស៊ីតទើបបានសួរទៅថាវាដូចនឹងអ្វីដែលគាត់បានគិតមែនអត់ JC ក៏បានឆ្លើយប្រកាសហើយព្រមទាំងបានរអ៊ូរឿងនៃគាត់ត្រូវអូសវាឡើងទៅជាន់លើល្មមតែគាត់អាចយកវាទៅដាក់ក្នុងអាងទឹកបានហត់ចង់ស្លាប់ Walter ដែលឮពីអ្វីដែល JC ប្រាប់គាត់ក៏និយាយមិនចេញហើយប្រញាប់ដើរចេញទៅមើលយ៉ាងប្រុងប្រយ័ត្នបំផុតនៅពេលដែលងើយឡើងទៅលើក៏ឃើញឈាមកំពុងស្រក់ចុះមកតែមុននឹងបាននិយាយអ្វីវាក៏ធ្លាក់មកទាំងអស់អ្វីដែលពួកគេបានឃើញវាធ្វើឲ្យពួកគេរន្ធត់យ៉ាងខ្លាំង Walter បានប្រាប់ JC ទៅថាម៉ោងរៀនស្ដាប់គ្រូបញ្យល់ផងអាស៊ីតហៃដ្រូហ្វ្លូរិកមិនអាចរំលាយជ័របានទេតែវាអាចរំលាយថ្មនិងលោហៈបានយ៉ាងងាយស្រួលតែនៅពេលនេះវាមិនសំខាន់ទៀតទេយើងត្រូវរកវិធីបោសសម្អាតជាមុនសិនហើយហេតុការណ៍ក៏បានបដូរទៅវាខ្សាច់ដែលពួកគេទៅផលិតថ្នាំមានក្មេងទៅរត់លេងនៅម្ដុំនោះហើយឃើញស្រោមមុខការពារងាដែល JC ផ្លេចទុកនាងក៏បានរើសវាមកពាក់លេងហើយរឿងក្នុងវគ្គនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាបើមានកំហុសឆ្គងកន្លែងណាក៏សូមអភ័យទោសទុកជាមុន